ត្បូងអូលីវីនដែលខ្ញុំជ្រើសរើសចំនួន5គ្រាប់យកមកធ្វើការកែច្នៃមើលគំរូពោឥឡូវនេះគឺយើងកែច្នៃរួចរាល់ហើយណាបងប្អូនទាំងអស់គ្នាហើយការដែលយើងយកត្បូងអូលីវីននេះមកធ្វើការកែច្នៃគឺយើងច្នៃចង់ដឹងថានៅពេលដែលត្បូងមានជាប់សារ៉ាយតិចតួចមានជាប់ពពុះតិចតួចហ្នឹងនៅពេលដែលច្នៃរួចបានកម្រិតភ្លើងភ្លឺខ្លាំងហើយស្អាតប៉ុណ្ណាណាបងប្អូនទាំងអស់គ្នាព្រោះអីត្បូងអូលីវីននេះណាបងប្អូនទាំងអស់គ្នាត្បូង100គ្រាប់គឺមានសារ៉ាយទាំង100គ្រាប់ហើយមានជាប់ពពុះផងមានជាប់កតិចរ៉ែភ្នំភ្លើងគឺជាកតិចផេះណាបងប្អូនទាំងអស់គ្នាដូច្នេះហើយគឺយើងធ្វើការឈូសឆរត្បូងនេះគឺមានការប្រុងប្រយ័ត្នខ្លាំងមែនទែនតែម្ដងហើយនៅពេលដែលយើងធ្វើការឈូសវិញប្រសិនមកចង់ឲ្យអស់កតិចរ៉ែឬក៏សារ៉ាយអីហ្នឹងគឺអស់សាច់ត្បូងតែម្ដងបងប្អូនទាំងអស់គ្នាដូច្នេះហើយគឺយើងយកមកធ្វើការឈូសឆរនេះគឺមាននៅជាប់ស្នាមបន្តិចបន្តួចគឺយ៉ាងណាក៏ដោយគឺយើងលាយឲ្យបានត្បូងហ្នឹងបែកបញ្ឈរដែរប៉ុន្តែបញ្ឈរមកគឺចេញបានចរណៃស្អាតណាបង